សូមនមស្ការចំពោះករណាគុណម្ចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយជាបន្តទៅទៀតនេះខ្ញុំប្រកាសណាអាត្មាភាពនិងសូមអានប្រកេនជូននៅរឿងមាលាដួងចិត្តដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធនោះហើយដែលនិពន្ធឡើងនៅក្នុងឆ្នាំ1972ដើម្បីជាការសន្តាប់និងស្ដាប់តែមុននឹងអានប្រកេនជូនខ្ញុំប្រកាសណាអាត្មាភាពសូមធ្វើការសំណាក់ខន្តីនិងអភ័យអត់ទោសរាល់កំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាក្រែងលោកការអានទៅមានការភ្លៀងភ្លាត់នៅត្រង់ចំណុចណាមួយនោះមិនសមរម្យក៏សូមករណាគុណម្ចាស់ព្រមទាំងញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយមេត្តាខន្តីនិងអភ័យអត់នៅទោសដល់អង្គខ្ញុំប្រកាសណាអាត្មាភាពផងជាបន្តទៅទៀតនេះសូមករណាគុណម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយនិមន្តនិងអញ្ជើញចូលរួមសន្តាប់និងស្ដាប់នៅការអាននៅរឿងមាលាដួងចិត្តដូចតទៅរឿងមាលាដួងចិត្តវគ្គទី1វិទ្យាល័យគ្រិស្តសករាជ1939ដូចជាពិបាកគិតដែរមិនដឹងជាត្រូវចាប់និយាយពីត្រឹមណាទេរឿងនេះព្រោះមានរាងនិងភាពដូចពពកមានពណ៌ចម្រុះដូចឥន្ធនូហើយមានមៀតនិងកម្ពស់កម្ពស់ប៉ុនយក្សាក្នុងដួងចិត្តយុវជនអាយុ20ឆ្នាំអារម្មណ៍ដ៏អស្ចារ្យនេះជួនណាបោកបក់ជាព្យុះជួនណាផាយផាត់ជាខ្យល់ជំនោរទុកនឹងសេចក្តីសង្ឃឹមតែងផ្លាស់វេនគ្នាក្នុងសតិមួយដែលមានគំនិតវែងឆ្ងាយតែស្រួយដោយពពុះសាប៊ូដែលអណ្ដែតត្រសែតមួយសន្ទុះលម្អដោយឈពន់រាំងសីចាំងឆ្លុះទៅលើអាវឆ្នេរសមុទ្រដែលបរិបូរដោយក្លិនក្រអូបឈួរដែលវិចិត្រដោយកូនខ្ទមជ្រកក្រោមដើមដូងល្វន់ល្វីមានកម្រងវល្លិផ្ការុំស្រោបដូចហត្ថានាងនាដិកាវាយោហើរពីផ្ទៃសាគរមកយោភួងធម្មជាតិឲ្យមានចលនាទន់ភ្លន់រួចហើយក៏តាំងដឹកនាំទៅឆ្ងាយនៅពីដោឈ្ងុយឈ្ងប់ទេសភាពត្រការនេះមាននាទីជាអង្រឹងសម្រាប់យករំសាយទុកនៃយុវជនដែលស្រវឹងដោយឃ្លោងដោយកាបថ្លាដូចចរណៃហើយស្អាតដូចពន្លឺព្រះច័ន្ទពេញបរមីកវីនិពន្ធដ៏មានពាក្យពីរោះហាក់ដូចជាកើតពីទេពកោសល្យដែលត្រាំទៅក្នុងទុកព្រួយហើយរមែងក្តោបស្រោបទៅវិការឋាននៃជីវិតបរិបូរទៅដោយការប្រយុទ្ធការដណ្ដើមស្ទើរស៊ីសាច់គ្នាអាត្មញ្ជរាប្រលឹងរិចរិលអាចរត់ចូលជ្រកបានក្នុងសាសនាប៉ុន្តែអាត្មញ្ញក្មេងយុវចិន្តានឹងរកកំពង់ផែចូលសម្រាកបានតែក្នុងកាមាអារម្មណ៍គិតសាប់ទៅសេចក្តីស្នេហាជាសាសនាមួយបែបដែរសម្រាប់យុវជនព្រោះរមែងមានសទ្ធាមានជំនឿមានសេចក្តីទុកចិត្តទៅវិញទៅមកតែសាសនានេះចាស់បែរជាមិនយល់ដោយភ្លេចសូនឈឹងថាការពីដើមមកខ្លួនធ្លាប់ក្មេងដូចគ្នាដែរទេតើហេតុដូច្នេះហើយបានជាចាស់ទាំងនោះតែងកាន់គំនិតរឹងត្អឹងកាន់លទ្ធិសម្បូរញាសិទ្ធចំពោះលំពង់ត្រួយខ្ចីនៃមនុស្សជាតិគួរយើងគិតថាផ្កាក្រូចពោធិ៍សាត់មានក្លិនក្រអូបជាងផ្លែវាដែលទុំលឿងផូរយ៉ាងនេះហើយបានជាយុវជនអាចក្រេបឲ្យជារសជីវភាពបានជាជាងមនុស្សរុស្ស៊ីដែលជាហេតុនាំឲ្យមាណពនិងម៉ានវីមានទីតាំងចិត្តជាងក្នុងគោលបំណងព្រះកាមទេពគំនិតវិពណ៌នាខាងលើនេះជាយោបល់របស់ក្មេងៗដែលរៀននៅវិទ្យាល័យស៊ីសវត្តក្នុងសម័យមុនកើតសង្គ្រាមលោកលើកទី2យុវជនទាំងនោះយល់ដោយខុសហើយដោយអយុត្តិធម៌ខ្លះផង ក៏ពុំដឹងថាចាស់សង្កត់សង្កិន
ប្រលឹងនឹងចិន្តារបស់ខ្លួនហើយថែមទាំងបំពល់សេចក្តីត្រេកត្រអាលទៀតផងកាត់ខុសក៏ដោយត្រូវក៏ដោយក្មេងៗបើយល់យ៉ាងណាហើយតែងជួញចិត្តធ្វើឲ្យគំនិតនោះបានសម្រេចបានពិតប្រាកដដោយកម្មក្រៃលែងដើម្បីងាយយល់នៅមនោសញ្ចេតនាផ្សេងៗដែលរមែងកញ្ច្រោកបោកបក់អាត្មានយុវជននោះទើបសូមនាំរឿងនេះមកនិទានជូនដូចតទៅថ្ងៃអាទិត្យអរុណចាប់លាបពណ៌ក្រហមទុំទៅលើជើងមេឃខាងកើតក្នុងសីយដ្ឋានមួយនៃវិទ្យាល័យស៊ីសវត្តដែលសេចក្តីស្ងប់ស្ងាត់គ្របដណ្ដប់នៅឡើយព្រោះមិនទាន់ដល់ម៉ោងសំឡេងខ្សឹបខ្សៅចាប់ឮខ្សៀវខ្សៀវពីត្រង់នេះបន្តិចត្រង់នោះបន្តិចមាត់មន់រងាវបង្អស់បែបបត់វែងអន្លាយក្នុងពន្លឺស្រាងៗនៃប្រហៀមសេះសំគមដែលទាញរទេះដឹកបន្លែមួយអន្លើនិងស្បែកជើងឈើចិនកណ្ដាំងបាននាំគ្នាវាយផ្ទៃថ្នល់ចាក់ជ័រឬសូរភ្លឹបផ្លាប់ភ្លឹបផ្លាប់ឬក្រោកក្រាកងទ័ពក្អែកចេញពីត្រនំដើមអំពិលខ្វក់កេកាលាន់រំពងហើយហើរឆ្ពោះទៅទិសខាងលិចដែលមានពំនុកពពកធំដេកត្រមក់ត្រាំក្នុងកំជើច្រអូសនៅឡើយមួយសន្ទុះក្រោយមកស្គរអ្នកយាមទ្វាររោកំរើករំជួយអាកាសពណ៌ខៀវនៃព្រឹកប្រហៀមហើយសូរស័ព្ទហូរកញ្ជ្រៀវក៏ផ្ទុះឡើងដូចចិនអុចផៅសែនអ្នកតាអ្នកខ្លះចាប់ប្រយុទ្ធនឹងសង្កោចដោយយកស្បែកជើងឈើវាយបំពេចបច្ចាមិត្តដែលបានស្រូបយកឈាមពីយប់ទៅលើក្តារក្រែឮផុងផាំងក្នុងសម័យនោះមិនទាន់ស្គាល់ច្បាស់នៅឡើយទេនៅការប្រើម្សៅ DDT សម្រាប់សម្លាប់សត្វល្អិតអ្នកខ្លះទៀតប្រជុំគ្នាសពបាឡុងឬផិតហើយមួយពួកផ្សេងដតីក្រមាមួយវ័ននៅចង្កេះនាំគ្នាប្រមូលខោអាវយកទៅបោកនៅក្បាលម៉ាស៊ីនទឹកក្រោយដត្វាសូត្រហឹងអឹងអាប់បានដាស់ទីឃាវុធភ្ញាក់ពីដំណេកក្រោកឡើងប្រមូលក្រសោបជើងមុងពាក់ទៅលើដំបូលរួចហើយក៏តាំងអង្គុយសិញ្ចប់សិញ្ចឹងនៅលើគ្រែដោយមានមុខស្ងួតស្ងប់ក្មេងកំឡោះនេះនឹកគួចដល់នារីដែលកាលពីល្ងាចមិញវិឈុបាននាំមកនៅសំឡេងខ្លាដូចកែវទឹកនៅចិត្តសយដ្ឋានគឺនៅម្ខាងវិថីហ្វ្រង់ស្វាហ្វុងតែងអ្នកម្ចាស់ផ្ទះមួយបានបើកវិឈុស្ដាប់ចម្រៀងសិល្បៈករណីសៀមពីរោះទុនល្វើយគឺសំឡេងនេះហើយដែលមកប្រឡោមបំពេអាត្មន្តិឃាវុធដែលស្រេកឃ្លាននៅកាមាអារម្មណ៍ចៅមាណពស្ដាប់ពុំបានច្បាស់នៅទំនុកច្រៀងទេតែសាច់ពីរោះដែលមានផ្នត់ទូលាយល្វឹងល្វែងបានគួចប្រឡឹងឲ្យអណ្ដែតដណ្ដូងក្នុងរមណីយដ្ឋានមួយនាវិមានសួគិលីសៀវភៅដាក់លើដើមទ្រូងទៀនលើក្បាលដំណេកឆេះចោលទៅទេអ្នកកំឡោះតាំងបង្ហើរកំណត់ទៅទីឆ្ងាយដោយមនោរម្យស្ថិតក្នុងសភាពយ៉ាងនេះចន្ទាតាំងនឹកគួចពីចម្ងាយនៅសោភ័ណភាពនៃសិល្បៈករណីម្លេះសំនៀងមានមុខមូលពេញមានភ្នែកខ្មៅថ្លាយ៉ងដែលមានរោមត្របកវែងងទន្ទាំចាំការពារមានសក់ខ្មៅរលើបទម្លាក់រលកអង្កាញ់មកលើស្មាពណ៌សណ្ដែកបាយហើយជារនាំងសម្រាប់កញ្ចឹងកដែលកម្រើកចុះឡើងដោយសំសួនធ្វើឲ្យក្បាលរេរាគួរឲ្យគយគន់បីដូចដើមស្នោយកផ្កាលឿងឆ្អិនក្នុងក្រសែខ្យល់ជំនោម្លេះសំនៀងមានបបោមាត់ពណ៌ផ្កាឈូកដែលបិទឲ្យបើកដើម្បីបង្ហាញឲ្យឃើញធ្មេញសថ្លាដូចផ្កាម្លិះលាម្លេះសំនៅលើទ្រូងអាវប្រេសាច់ម៉ត់ខៃកាត់ដេរយ៉ាងប្រណិតទុកឲ្យស្មើនៅរាងប៉ោងក្បំលើឱរានាងពាក់បន្តោងពេជ្រដែលដេញរស្មីភ្លើងភ្លឺពព្រាយទីឃាវុធស្ដាប់សំឡេងច្រៀងក្នុងរាត្រីហើយស្រមៃឃើញជាក់ច្បាស់ដោយទល់មុខគ្នានៅរូបឆោមនារីដែលមានសម្ដីពីរោះក្រអៅសិស្សលីសេមិនដែលគិតដល់ម្ដងណាសោះថារមណីយវត្ថុនេះអាចចេញបានពីរូបរាងមួយដែលធម្មជាតិពុំមានសប្បុរសធម៌តុបតែងយ៉ាងនោះទេបើអ្នកណាចង់ភ្នាល់
ក៏ទីឃាវុធហ៊ានភ្នាល់ដែរសំឡេងបរិសុទ្ធឥតមន្ទិលឥតស្រាំឥតឆាយ៉ាងនេះប្រកាសជាពុំមែនចេញពីអង្គខ្លួនក្រងិចក្រងង់បានឡើយកំពុងតែយកសពទាំងបើកភ្នែកយ៉ាងនេះស្រាប់តែវិឈុឈប់ស្ងាត់ឈឹងអន្ទះអន្តែងក្រហាយក្រហល់ក្រៃលែងទីឃាវុធបិទសិភៅគណិតសាស្ត្រដែលខ្លួនមានបំណងបញ្ចប់មេរៀនមួយហើយចាប់កម្រងកវីនិពន្ធមកអានវិញនីកំឡោះបើក្រេបជញ្ជក់ម្ដងទៀតនៅសាច់កាបលើโซរបស់អូអាហ្វ្រិកដឺម៉ូសេមួយសន្ទុះក្រោយមកលុះបានផ្លុំពន្លត់ទៀនស្រេចហើយសេចក្តីលងលក់ក៏ស្រូបគំនិតចិនដាចៅមាណពទៅក្នុងសកលសុបិនយោសពប៉ុន្តែនៅព្រឹកថ្ងៃអាទិត្យកម្លាំងដែលភ្ជាប់អង្គុយទីឃាវុធយ៉ាងយូរទៅលើគ្រែគឺវិការដ្ឋានដែលវិញ្ញាណប្រទេសឡើងក្នុងពេលដែលដេកលក់ថ្វីបើដឹងថាជាការភូតកុហកថ្វីបើជាសេចក្តីសង្ឃឹមคล้ายៗដែលភ្លឺប្រងព្រាយតែមួយផ្លែតដូចផ្លេកបន្ទោតែកំឡោះយើងនៅតែសេចក្ដីគិតទៅរកដោយសបាយផងឈឺអួផ្សាផងជាប្រក្តីសុបិននិមិត្តជាដំណរនៃប្រកាសនិយមយោសពនោះបានបន្លប់ទីឃាវុធថាមានរថយន្តដំបូលផ្លិតដែលមាននារីទីត្រួយចិត្តជាអ្នកបើកបរឯខ្លួនអ្នកកំឡោះឯងអង្គុយណែបណិតក្រែបឲ្យជារសសុភមង្គលល្អរកនិយាយពុំបានរថយន្តបង្វិលខ្លួនធូរខ្សៀកលើថ្នល់ចាក់ជ័រដែលមានកគីខ្ពស់ត្រឆៃដោះអមហែសងខាងលុះដល់ទីថ្នល់ខ្វែងប្រទាក់គ្នាឡានបត់តម្រង់ទៅរកភ្នំដែលព្រះអាទិត្យពេលល្ងាចកំពុងយកមាសស្រោបលើកំពូលខ្យល់ក្រអូបដោយក្លិនរុក្ខជាតិបានស្ទុះមកប្រឡែងលេងជាមួយសក់នារីលលកមួយគូផ្អើនឹងឡានស្ទុះហើយយ៉ាងលឿនដោយទទះស្លាបញាប់ខ្មាញ់ទីឃាវុធក៏យកដៃទៅបបោះអង្អែស្មើនៃឆោមស្និតរថយន្តឈប់គៀកនឹងជើងភ្នំដ៏មានថ្មធំដែលភ្លៀងនឹងធាតុអាកាសបានឆ្លាក់ជារូបសត្វរស់នៅក្នុងសម័យពពកប្រវត្តិសាស្ត្រគូសង្សារទំនើបអង្គុយលើថ្មដាមួយផ្ទាំងនៅចំពីមុខបឹងទឹកថ្លាដែលក្នុងទីនោះព្រះសូរិយាកំពុងទាញពន្លត់នៅកាំរស្មីរបស់ខ្លួនម្ដងមួយប្របក់ផ្កាប្រលិតដែលរីករហ័ងក៏ញាប់ញ័រព្រឺព្រួចព្រោះសុភីវាទបក់មកថ្នាក់ថ្នមកូនត្រីរស់ល្អិតពណ៌ក្រហមរងានៅហែបហែលចន្លោះដើមស្នោដែលកំពុងយកបង្អួតគ្នានៅចង្កោមផ្កាពណ៌លឿងឆ្អៅនិងត្រកួនផ្កាពណ៌ស្វាយដែលកំពុងបក់ដៃរកគ្នារវាមរនាស្លាបពណ៌ចម្ពូខំរំពៃរកឆ្មក់មច្ឆជាតិនៅរាប់មាត់បឹងដើម្បីជាអាហារបង្ហើយមុនពេលវិលរកត្រនំមួយសន្ទុះក្រោយមកបាក់សីជើងវែងស្ទុះហើទាំងគូឆ្ពោះទៅទិសខាងលិចឯអាកាសក៏ធ្លាក់ត្រជាក់ស្រើតទិនគរល្អថ្លារលាយសូន្យសល់តែម្លប់ក្រអូបឈួលទីឃាវុធខ្សឹបកាបនេះរបស់កវីបារាំងម្នាក់ដែលខ្លួនពេញចិត្តហើយស្ងើចក្រៃលែងហ្វូងច្រឹងចេញពីគុហាភ្នំយកស្លាបល្អិតជ្រាយវាយអាកាសប្រផេះនៃរាត្រីកាលដោយមានសត្វនេះមួយហើឆាបមកចិត្តនាងពេកយុវតីតក់ស្លុតកិច្ចរកចម្រុកពួនភ័យនាដើមទ្រុងនៃនីកំឡោះមកដល់ត្រឹមនេះសុបិនក៏អន្តរធានបាត់ទុកឲ្យទីឃាវុធអល់ឯកព្រោះសុភមង្គលស្រពេចស្រពិលនេះនាំឲ្យរសាប់រសល់ខ្វល់ចិន្តាពុនប្រមាណទីឃាវុធជាសិស្សឧស្សាហ៍មានប្រាជ្ញាឆ្លៀសវៃនៅថ្នាក់ទី2នៃមធ្យមសិក្សាអ្នកកំឡោះចូលចិត្តរៀនជីវភាសាណាស់ហើយតែងបានលេខបានទីល្អក្នុងវិជ្ជាភាសាអង់គ្លេសបារាំងនិងខ្មែរមួយទៀតដោយបានជាវចនានុក្រមបារាំងសៀមមួយក្បាលមកទុកមាណពក៏ខំសិក្សាភាសាចិត្តខាងនោះទៀតក្នុងឱកាសទំនេរដូចខ្មែរទាំងពួងដែរអ្នកកំឡោះតែងសរសើរថាភាសាសៀមមានសម្លេងពីរោះហេតុនេះហើយបានខំព្យាយាមទាល់តែអានសៀវភៅថៃបានខ្លះថ្វីបើនៅរឹងមាត់និយាយពុំសូវច្បាស់ព្រោះដាក់ខ្យល់ខ្ពស់ទៀបមិនត្រូវប៉ុន្តែសិស្សនេះមិនសូវចូលចិត្តវិទ្យាសាស្ត្រទេ
ក្នុងពេលរៀនរូបសាស្ត្រឬគណិតសាស្ត្រប្រឡឹងតែងអណ្ដែតអណ្ដូងទៅឆ្ងាយមួយទៀតពាក្យពេចន៍ដែលតិឃាវុត្តនិយាយច្រើនដូចក្នុងសៀវភៅពេកបានជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រតែងស្ដីបន្ទោសជាញឹកញាប់ថាខ្វះសេចក្តីជាក់លាក់ទោះជាយ៉ាងនេះក៏ដោយអ្នកកំឡោះខំព្យាយាមណាស់ហើយចាត់របៀបប្រើពេលយ៉ាងទៀងទាត់ថ្វីបើទើបតែចាប់រៀនអង់គ្លេសតែអាចនិយាយភាសានេះបានខ្លះហើយអានទស្សនាវដ្តីអាមេរិកកាំងឬប្រឡំលោកអង់គ្លេសក្នុងការប៉ូលីសឬផ្សងព្រេងបានធូរបង្គួរជាធម្មតាក្មេងនេះអានទាំងអស់មិនថាអ្វីជាអ្វីទេចេះតែចង់ដឹងចង់យល់ជានិច្ចបើគេនិយាយអំពីនយោបាយក្តីរឿងកុនក្តីអក្សរសាស្ត្រក្តីទីឃាវុត្តចេះជួនយោបល់ចេះអធិប្បាយដោយពីរោះហើយអ្នកផងចូលចិត្តស្ដាប់ណាស់ដោយឃើញថាជាក្មេងមានគំនិតជ្រៅមានចិត្តទន់ពួកម៉ាក់ទាំងឡាយតែងស្មោះស្ម័គ្ររាប់រកដោយសមានចិត្តប្រសិនបើទៅពើបលើមជ្ឈដ្ឋានមួយថ្មីទីឃាវុត្តសម្លឹងហើយស្ដាប់មួយសន្ទុះក៏ថ្លឹងឆ្វេងយល់ភ្លាមថាពពួកជននោះមានប្រាជ្ញាត្រឹមនេះជំរឿត្រឹមនេះតមកក៏តាំងលៃសម្ដីប្រមាណពាក្យឲ្យបានសមល្មមតែអ្នកទាំងនោះរីករាយចង់ស្ដាប់ទោះនៅចំពោះមុខមនុស្សមានកិរិយាយ៉ាងណាក៏ដោយអ្នកកំឡោះចេះរកពាក្យមកថ្លែងកំសាន្តលេងបានពុំខានឡើយទាំងនេះត្បិតមានបំណងតែមួយគឺមិនចង់ឲ្យអ្នកផងឈឺចាប់ឬថ្នាក់ថ្នល់ក្នុងចិត្តដោយសារខ្លួនព្រោះខ្លួនសោះឡើយទីឃាវុត្តជាអ្នករហ័សខឹងបន្តិចប៉ុន្តែចេះទប់មាត់ទប់កបានមិនឲ្យคล้ายទៅជាច្រឡោតដល់ទៅស្រែកលោឡានោះទេបើឃើញមិត្តណាចេះស្រាក់ស្រួលនឹងខ្លួនចៅមាណពយើងមានចិត្តរីករាយនឹងគុណគេពុំភ្លេចទេតែបើគេធ្វើប្រងើយកន្តើយឬរំលោភត្រង់ណាចិត្តអ្នកកំឡោះក៏ថ្នាក់ថ្នល់ខ្នាន់ខ្នាញ់មិនងាយនឹងរសាយបានឡើយក្នុងពេលរៀបចំមុខកិច្ចការសិក្សាទីឃាវុត្តខំផ្ចិតផ្ចង់មិនឲ្យពួកម៉ាក់កើតរំខានដល់ខ្លួនសោះចំណែកខ្លួនវិញក៏មិនអត់ឱនដល់ភឿនណាដែលធ្វើឲ្យមានអំពើបានឡើយទីឃាវុត្តចូលចិត្តកវីនិពន្ធបារាំងណាស់តែមិនស្រឡាញ់ពួកបុរាណលើសពួកទំនើបទេឲ្យតែជារបស់ទុនត្រជាក់បរិបូរដោយមនោសញ្ចេតនាចោះមុខជារាប់អានពុំខានឡើយសិស្សនេះតែងសេចក្តីបានយ៉ាងធូរបើកាលណាត្រូវការនិយាយពីដួងចិត្តពីមនោសញ្ចេតនាប៉ុន្តែសាច់និពន្ធប្រែជារដេបរដប់ទៅវិញក្នុងពេលដែលនិយាយអំពីការអ្វីដែលមានគ្រាតក្រើមក្នុងវិសមការអ្នកកំឡោះតែងសរសេរសម្បត្តិជាច្រើនច្បាប់មានសេចក្តីទន់ភ្លន់ទៅរកមិត្តសម្លាញ់ប្រសិនបើអ្នកនោះឯងថ្លោះធ្លោយពុំបានតបវិញទេមុខតែទីឃាវុត្តរងសេចក្តីឈឺចាប់ក្រៃលែងមួយទៀតចៅមាណពចេះលើកកំណាព្យស្រងេះស្រងោចបរិបូរដោយសេចក្តីស្នេហាចំពោះគុណជាតិនេះអ្នកកំឡោះបានក្រេបសោភ័ណភាពតែដោយសិភៅដោយប្រឡោមលោកនិងដោយភាពយន្តប៉ុណ្ណោះទីឃាវុត្តតែងអានដោយចាប់ចិត្តនៅរឿងនានាដូចជាទ្វារចង្អៀតរបស់អង្គដ្រេហ្វឺតនិងព្រៃនារីរបស់រ៉ូតវ៉ាខេជាដើមមិនថាទេបើអ្នកនិពន្ធមិនសូវប្រសពតែងពាក្យគ្រាន់តែចេះធ្វើឲ្យតាក់ចិត្តចោះមុខជារាប់អានពុំខានឡើយក្មេងកំឡោះនេះអានញាប់ណាស់រហ័សណាស់ជួនកាលជក់រឿងពេកក៏បញ្ចប់សិភៅក្រាស់បង្គួរតែមួយយប់រាល់រសៀលថ្ងៃអាទិត្យទីឃាវុត្តតែងចេញពីសាលាដើម្បីទៅរកមើលកុនក្នុងពេលនោះអ្នកកំឡោះតែងផ្ទៀងឃ្លាំឆាកណាដែលប្រកបដោយសេចក្តីស្នេហាយ៉ាងត្រកាលដូចជាគូសង្សារទាំងពីរជិះទូកលេងក្នុងបឹងឬលំហែដោយរថយន្តដែលបកកាត់ទេសភាពយ៉ាងចាប់ចិត្តញញឹមដែលរីកពព្រាយលើបបោមាត់ស្រស់មួយតែងធ្វើឲ្យចៅមាណពសប្បាយជាងវិការដ្ឋានអ្វីឯទៀតទាំងអស់
លុះវិលមកដំណេកវិញរូបសិល្បៈករណីទាំងឡាយដែលខ្លួនបានឃើញស្រមោលពីថ្ងៃក៏ផុសអណ្ដែតឡើងជាថ្មីក្នុងសេចក្តីស្រមៃមួយដែលមានវងរស្មីស្រោបព័ទ្ធពន្លឺភ្លឺចិញ្ចាចអោកញ្ញាមានឆោមឡោមពណ៌ដូចទេពអប្សរដែលបានបញ្ចេញកាយវិការល្វេះល្វន់ក្នុងទេសភាពល្អឆើតឆាយដូចសួគ៌ាលីអនុស្សាវរីយ៍ស្នេហាទាំងនេះតែងមកស្ថិតនៅពាសពេញក្នុងសេចក្តីនឹករលឹករបស់យុវបុរសហើយធ្វើឲ្យដួងចិត្តគេលិចលង់ទៅក្នុងពីដោកាមារម្មណ៍ដែលរសាត់មកពីទីឆ្ងាយជួនកាលពេលដើរលំហែបាននាំនាយកំឡោះឲ្យប្រទះឃើញមួយផ្លែតនៅរៀងភ្លាវផ្លំនៃនារីមួយនាក់រូបស្រពេចស្រពិលនេះបានបណ្ដាលឲ្យមាណពយើងភ័ន្តភាំងស្មារតីជំហានបោះដើរទៅមុខដោយស្វ័យប្រវត្តិថ្ងៃមួយកំពុងដើរតាមវិថីផ្សារស្រាប់តែមានអារម្មណ៍ថាមានក្រសែភ្នែកសម្លឹងខ្លួនទីឃាវុធងើយមើលឡើងលើឃើញនារីចិនម្នាក់សក់សើងមើងសាច់ដៃត្រលុកច្រត់លើមាត់បង្អួចហើយបង្ហើរញញឹមទៅទិសមួយដែរទីឃាវុធស្មានថាត្រង់មករកខ្លួនគ្រាន់តែប៉ុណ្ណោះក៏ប្រឡឹងអណ្ដែតអណ្ដូងស្វែងទៅរកការយកសពជើងលែងជាប់ដីទៅហើយមួយទៀតទីឃាវុធមិនចូលចិត្តឬសម្ដីបន្ថោកបន្ទាបឬបង្អាប់អំពីស្ត្រីភេទទេតែងកាន់ជើងអតិភិបជានិច្ចទោះបីខុសក៏ដោយត្រូវក៏ដោយកំឡោះមានយោបល់ថាគួរតែផ្ដាច់នារីខ្មែរឲ្យផុតស្រឡះពីប្រពៃណីប្រសិនបើឃើញស្ត្រីណាមួយប្រព្រឹត្តឆ្គងនិងកន្លងចរិយាបថទីឃាវុធតែងថ្នាក់ថ្នល់ក្នុងចិត្តដែរប៉ុន្តែមួយសន្ទុះក្រោយមកក៏រកលេសបានមកលើកទោសឲ្យជានិច្ចនៅព្រឹកថ្ងៃអាទិត្យនេះលោកបានត្រាត្រែងសញ្ជប់សញ្ជឹងក្នុងគំនិតឥតប្រកបនិយមយ៉ាងនេះអស់ពេលយ៉ាងវែងមកទីឃាវុធក៏ចូលទៅលុបមុខសិតសក់រៀបចំខ្លួនយ៉ាងស្រស់បោះចេញផុតពីភាពរាយមាយកាលណាអ្នកកំឡោះក៏คล้ายជាអ្នកសោចលេងក្អាក់ក្អាយក្នុងចំណោមពួកម៉ាក់ជាច្រើនអ្នកលុះឃើញចៅមាណពនិយាយឆ្កាដៃឆ្កាជើងដូចគ្រាឥឡូវនេះអ្នកផងដែលពុំដែលស្គាល់ពីមុនមកតែមិនអាចស្មានបានទេថាកាលពីកន្លះម៉ោងមុនគេជាមនុស្សរវើរវាយក្នុងឱកាសរៀបចំមុខរៀនទីឃាវុធខំផ្ចិតផ្ចង់មិនឲ្យលៀងទេនៅលើមេឃថ្កូវចិត្តបន្ទប់រៀនក្រឡឹងក្រឡងស្រវឹងដោយពន្លឺថ្ងៃនិងសន្តិភាពរបស់ធម្មជាតិច្រៀងតគ្នាពុំដាច់មាត់ដែលជាហេតុនាំឲ្យចៅមាណពគួចនឹកព្រួយទៅភូមិកំណើតដែលជាភូមិតូចមួយតាំងនៅកណ្ដាលវាលស្រែចម្ងាយជាង10គីឡូម៉ែត្រពីក្រុងបាត់ដំបងតាមថ្នល់ទៅមង្គលបុរីមួយសន្ទុះទីឃាវុធនឹកដល់រលកសន្ទូងនិងពង្រោះដែលអង្កាញ់ប្រដេញគ្នាតាមក្រោមរស្មីភ្លឺថ្លានៃព្រះសូរិយាឬដល់ដងអូរក្បាលស្រែដែលខ្លួនធ្លាប់នាំគ្នាទប់ទឹកបាចចាប់ត្រីកំឡោះគិតឃើញដោយរីករាយថានៅមិនប៉ុន្មានថ្ងៃទៀតទេនឹងដល់វិសមការឈប់ចូលឆ្នាំចិនហើយអាយ៉ាខ្លួននឹងបានឱកាសទៅលេងភូមិកំណើតហើយតើរសៀលថ្ងៃនោះទីឃាវុធស្លៀកពាក់ស្អាតបាតហើយចេញពីសាលាទៅដើរជាមួយមិត្តភ័ក្តិតាមវិថីមហាធានីបន្តិចក្រោយមកក៏នាំគ្នាចូលញ៉ាំទឹកក្រូចនៅភោជនីយដ្ឋានកងសានទម្រាំរោងកុនដេអិនបើកទ្វារនិងទិញសម្បត្តិចូលមើលពួកយុវជនបដូរយោបល់គ្នាដោយធៀបផ្ទឹមការប៉ិនប្រសពអ្នកដើរតួកុនស្រីប្រុសហើយសើចធូរស្រួលសប្បាយទីឃាវុធជួនឧទាហរណ៍ដោយធ្វើត្រាបអ្នកដើរតួបារាំងម្នាក់យ៉ាងក្រមិចក្រមើមនាំឲ្យសំណោចផ្ទុះប្រាវទទួលឡើងមិនប៉ុន្មាននាទីក្រោយមកកណ្ដឹងអគ្គិសនីរោងដេអិនរោរន្ធាន់ឯទ្វារដែកខាងមុខក៏បើកញែកជាពីរផ្នែករួញចូលគៀនទីឃាវុធក្រោកឈរឡើងស្មើនឹងគេដែរក៏ឧទាននៅតែមួយអាទិត្យទៀតទេយើងដល់ពេលឈប់ចូលឆ្នាំចិនហើយមកដល់ត្រង់នេះអ្នកនិពន្ធសូមបើកវងក្រចកមួយដើម្បីសូមឲ្យអ្នកស្ដាប់
អភ័យទោសដោយបានថ្លែងរៀបរាប់វែងបន្តិចអំពីបរិយាកាសនៅវិទ្យាល័យស៊ីសវត្តក្នុងឆ្នាំគ្រិស្តសករាជ1939ហើយអំពីកិរិយាទឹកចិត្តអ្នកកម្លោះទីឃាវុធប៉ុន្តែអ្នកនិពន្ធយល់ថាជាការចាំបាច់ណាស់ដើម្បីងាយយល់រឿងដែលហូររអិលតាមនាទីនៃជីវិតដែលលើកមកពណ៌នាក្នុងគ្រានេះរឿងមាលាដួងចិត្តវគ្គទី2យល់សពគង់ខ្លាចជាការពិតមួយដងមួយកាលដែរកាលពីយប់មានភ្លៀងមួយមេធំភ្លៀងធ្លាក់ក្នុងរដូវនេះជាការចម្លែកដែលមិនសូវមានទេទឹកល្អក់ខ្វល់កាត់ក្នុងចង្ហុកនិងក្រឡុកវិថីនៃក្រុងបាត់ដំបងនៅពេលបៀបភ្លឺទីឃាវុធទុំបន្តើតលើរមាក់ដែលដឹកវ៉ាលីខ្លួនមួយផងបានសម្ដៅឆ្ពោះទៅស្ថានីយ៍រថភ្លើងដើម្បីធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញក្រោយដែលបានមកលំហែចិត្តនិងកំសាន្តជាមួយគ្រួសារនាភូមិអូតាគីក្នុងអំឡុងពេលឈប់បុណ្យចូលឆ្នាំចិនរួចអ្នកកំឡោះក៏បានមកស្នាក់អាស្រ័យនៅផ្ទះបងប្អូនក្នុងក្រុងមួយយប់ដើម្បីក្រោកមកជិះរថភ្លើងឲ្យបានទាន់ពេលព្រោះត្រូវចេញដំណើរពីប្រហៀមស្រាងយានតូចបានបត់កាច់ចូលតាមថ្នល់ត្រង់ទៅស្ថានីយ៍ផ្លូវនេះមានទឹកដក់តាមក្រឡុកច្រើនអនេកព្រោះខ្វះការជួសជុលជាយូរយារណាស់មកហើយផ្ទៃថ្នល់ជាភក់ស្អិតដូចបាយម៉ានស្រាប់តែមានរថយន្ត Peugeot 402មួយបរយ៉ាងលឿនជាហួសទៅដោយបាចទឹកកខ្វក់មកលើអ្នកដែលវារកើមអ្នករមាក់ក៏តាំងជេរប្រតិចឯទីឃាវុធបានសម្លឹងមើលលេខឡានហើយស្គាល់ជាក់ជារបស់អ្នកសៅរាប់ស្ត្រីនេះជាប្រពន្ធមួយតួក្នុងចំណោមប្រពន្ធច្រើនអ្នករបស់ពញាកទាធរអតីតទេសាភិបាលបាត់ដំបងក្នុងសម័យអាណាចក្រសៀមក្រោយមកក្នុងគ្រាផែនដីភ័ណ្ឌប្រែបាត់ដំបងត្រូវបានមករួបរวมក្នុងអាណាចក្រខ្មែរវិញអ្នកសៅរាប់ក៏រត់ភៀសខ្លួនជាមួយចង្កោមប្រពន្ធឯទៀតដើម្បីទៅតាមស៊ីបនលោកម្ចាស់ជាស្វាមីឯប្រទេសសៀមទៀតដោយបានរួមវាសនាចែកហ៊ុនគ្នាជាមួយស្ត្រីឯទៀតផងអ្នកសៅរាប់ក៏ទទួលបានកូនស្រីមួយកូនប្រុសមួយពីពញាកទាធរមួយអន្លើនិងទ្រព្យសម្បត្តិជាមរតកយ៉ាងក្រាស់ក្រែលឥឡូវនេះអ្នកសៅរាប់រំលះខ្លួនត្រឡប់ចូលមកដែនដីកំណើតវិញហើយសង់ផ្ទះថ្មមួយស្កឹមស្កាយកំណាចនៅភូមិវត្តលៀបអ្នកសៅរាប់ក្តីបុត្រាបុត្រីគាត់ក្តីដែលអ្នកបាត់ដំបងហៅដោយគោរពថាខុននោះតែងបញ្ចេញបង្អួតឲ្យអ្នកផងកោតថាខ្លួនជាអ្នកមានទ្រព្យជាអ្នកអំបោរខ្ពស់ហើយជាអ្នកធ្លាប់នៅទីក្រុងធំនៅក្នុងផ្ទះគាត់ដែលតុបតែងដោយវត្ថុច្រើនស្អេកស្កះឥតសមសួនសោះគឺមានប្រើសុទ្ធតែរបស់ថ្លៃឲ្យគេស្ញប់ស្ញែងដូចជាផ្តិលមាសប្រអប់ស្លាមាសជាដើមថ្វីបើគាត់មានអាយុ50ប្លាយទៅហើយគាត់នៅស្លៀកខៀនពណ៌ស្រស់មកគាត់ទៅផ្ទះម្សៅរទូជើងគាត់ពាក់ស្បែកជើងផ្ទូខ្មៅចុងស្រួចហើយងឡើងលើហើយគាត់ដើរកែក្រៃខ្នងបន្ទេមកក្រោយបន្តិចភ្នែកសម្លឹងទៅឆ្ងាយមានរឹកខ្ពស់ក្រអឺតបែបចង់សម្ដែងឲ្យឃើញថាដីនេះទីនេះកាលពីដើមមិញជារបស់ប្តីអញគឺនៅជារបស់ខ្លួនអញខ្លះដែរចំណែកឯកូនប្រុសគាត់ជើងខោប្រែខ្មៅធំប៉ុនក្រងអំបិលហើយពាក់អាវប្រែអង្លួញតផ្លាកធំពណ៌ខៀវក្រហមថ្ងៃឡើងកាត់តែពីបើកឡានដើរជល់ត្រីក្រឹមឬជល់មន់ហើយយប់ឡើងដើរចែកចង់ស្រីជាមួយដៃគូត្បាញអាយ2-3នាក់រីឯខុនស្រីវិញអស់ចាហើយដឹងតែប្រភពតែម្ដងជិះកង់ជិះម៉ូតូតែងខ្លួនផោភាវរកគ្មានពីរទេក្នុងដែនបាត់ដំបងខុនឯលិចខុនឯកើតអ្នកដងស្ទឹងសង្កែភាំងស្មារតីដោយមិនដែលឃើញសោះនៅសេចក្តីហឺហាចម្លែកដល់ម្លេះឡើយត្បិតសម័យនេះពុំដែលមានស្ត្រីមានពូជអម្បូរណាហ៊ានជិះតូចចក្រយានឡើយទីឃាវុធ
សម្លឹងមើលរថយន្តអ្នកមានថ្មីដែលបោផុតទៅហើយគយគុណដោយខ្នន់ខ្នាញ់នៅអាវកំភ្លេរបស់ខ្លួនដែលប្រឡាក់ទឹកភក់ស្រមោស្ថានីយ៍ក្នុងពេលនោះពេញកកប្រព្រឹកដោយអ្នកដំណើរនិងអីវ៉ាន់មនុស្សទាំងនោះស្លៀកពាក់តាមតែបានមិនសូវស្អាតពេកទេនៅលាយឡំប្រពាក់ប្រពន្ធជាមួយត្រកត្រីស្រស់ជាត្រីងៀតកញ្ឆេត្រីឆ្អើបាច់បន្លែនិងពពួកជ្រូកដែលគេចងជើងទាំង4គូបគ្នាហើយជះក្លិនហាក់ដូចជាពុំសូវធំស្រួលប៉ុន្មានឡើយក្នុងចំណោមនិករនិងវត្ថុដែលកកកញរកជ្រៀតជើងពុំចោះនេះសម្លៀកបំពាក់បែបអឺរ៉ុប4-10មកលាយឡំផងបង្កើតនៅបរិយាកាសមួយប្លែកភ្នែកហើយឥតប្រកាសនិយមទីឃាវុឌ្ឍក្រឡេកឃើញពួកម៉ាក់ក៏ញញឹមទៅរកមិត្ត2-3នាក់ស្ទុះមកចាប់សួរសុខទុក្ខដោយរីករាយហើយនិយាយចំអកអំពីខោអាវទីឃាវុឌ្ឍដែលប្រឡាក់ស្រមោញក្នុងពេលដើរតម្រង់ទៅរកបញ្ចោលក់សម្បត្តិនេះកំឡោះក៏ប្រទះផ្លូវគ្នានឹងបរោះម្នាក់ពាក់កេពីសឈានជើងចេញពីទីនោះមកទីឃាវុឌ្ឍសង្កេតស្គាល់ភ្លាមថាជាអ្នកបើកឡានរបស់អ្នកសៅរ៉ុបហើយក៏ចោលភ្នែកតាមទៅបរោះរឹករអើតដោយអាងចាវាយខ្លួនជាអ្នកមានពើងដើមទ្រូងហើយដើរឆ្ពោះទៅរកឡានដែលចតឯបចិញ្ចើមថ្នល់ខាងជើងដល់ហើយក៏ហុចសម្បត្តិជិះរថភ្លើងទៅឲ្យស្ត្រី3នាក់ដែលឃើញស្រមោលស្ទង់អង្គុយក្នុងយានអ្នកបម្រើនេះស្ទុះទៅបើកក្លុបឡានខាងក្រោយបញ្ចេញវ៉ាលី2ធ្ងន់ដើរយួរនាំផ្លូវស្ត្រីទាំង3នាក់គឺយុវតីក្រមុំម្នាក់និងស្ត្រីកណ្ដាលមនុស្ស2នាក់ដែលយួរប្រអប់ស្បែកម្នាក់មួយទីឃាវុឌ្ឍភ្ញាក់ខ្លួនព្រឺតខ្លួនស្មានថាអ្នកសៅរ៉ុបនាំកូនចៅគាត់មកណាទៅណាឥឡូវមិនមែនសោះតើជនមិនស្គាល់ឈ្មោះទាំងនោះមកពីទីណាបានជាជិះឡាននេះមកឡើងរថភ្លើងសេចក្តីចង់ដឹងយ៉ាងនេះបាននាំឲ្យទីឃាវុឌ្ឍប្រញាប់ប្រញាល់ទៅទិញសម្បត្តិនឹងគេដោយភ្នែករំពៃមើលម្ដងទៅលើស្ត្រីចម្លែកទាំង3នាក់តែកន្ទុយភ្នែកនេះកំឡោះសង្កត់ទៅលើម៉ាន់វីច្រើនជាងយីនារីនេះប្រកបដោយសុភណភាពឥតងាយរកមកផ្ទឹមបានទេហើយស្លៀកពាក់តែងខ្លួនក៏រមើលមើលមិនទាស់ភ្នែកសោះមើលចោះអាយុមិនលើសពី18ឆ្នាំទេភ័ក្រភូសាច់ម៉ត់រាងមូលត្រវែងបន្តិចតែប្រកបដោយគំនូសយ៉ាងសក្រិតសក់រលកអង្កាញ់ទូលាយហើយសិតរៀបយ៉ាងឆើតរង្វះមាត់តូចដែលមានបបោពណ៌ទទឹមសែតបណ្ដែតញញឹមបង្ហាញនៅធ្មេញសល្អិតស្មើគ្នាឥតខ្ចោះអាវបើកកពណ៌ផ្កាឈូកដែលមានកញ្ចឹមបោដូចចង្កោមផ្កាមកជួយរំលេចលំអហើយសកើតស៊ីនួនខ្ចីសំយ៉ុងពាក់កណ្ដាលស្មងបង្ហាញនៅកំភួនរាវស្រសោដែលមានភាកចុងបញ្ចប់បង្កប់នៅក្នុងស្បែកជើងពណ៌ក្រមៅខាត់រលោងស្រិលក្នុងសេចក្តីយល់សប្តិក្នុងការរវើរវាយទាំងភ្នែកស្រស់របស់ខ្លួនទីឃាវុឌ្ឍតែងតែបែងចែកលំអនារីជា3ប្រភេទទីតីពីគ្នាប្រភេទទី1បានដល់ពពួកយុវតីដែលប្រកបដោយសោភ័ណភាពខូខើហៅបបួរឲ្យស្ទុះទៅចាប់ក្រញីឬលេបដោយចំណីព្រោះបរិបូរដោយសម្ផស្សដែលដេញដែលទាញសម្រើបយ៉ាងខ្លាំងនារីប្រភេទនេះតាមយោបល់ចៅមាណពយើងមិនសូវចេះតែងខ្លួនទេច្រើនស្លៀកពាក់ពណ៌ឆើតលេចធ្លោពាក់មាសពេជ្រស្អិចស្កះហើយមានកាយវិការឆ្ងាយពីសេចក្តីស្រគត់ស្រគំទៀតផងបើលំអខូខើជាបាតុកម្មខាងក្រៅឯលំអទី2តែងមានគុណភាពកប់ជ្រៅនៅខាងក្នុងវិញគឺលំអដែលបញ្ចេញឲ្យឃើញឲ្យសរសើរឲ្យស្ងោចបន្តិចម្ដងនៅទឹកដមចិន្តាថ្លាមុតមងទុនត្រជាក់សរុបសេចក្តីទៅស្ត្រីដែលប្រកបដោយសុភណភាពបែបនេះទំនៀមទម្លាប់យើងតែងតែហៅថាល្អគុណតែទីឃាវុឌ្ឍដែលមានគំនិតចាក់ស្រេះបន្តិចតែងចាត់ថាជាលំអដែលទាញនៅសមានចិត្តនិងសេចក្តីគោរពដូចមនោសញ្ចេតនាដែលអ្នកផងតែងមានចំពោះបងស្រីសោភ័ណភាពទី3របស់ទីឃាវុឌ្ឍតែងប្រកល់ដល់នារីមានកិរិយាទន់ភ្លន់មានគុណភាពស្រួយស្ដើងនាំឲ្យចិត្តបរោះចង់ជួយយកអាសាឬស្ទុះចេញការពារតទល់នឹងសត្រូវទោះបីសត្រូវនោះមានរូបឬអត់រូបក៏ដោយគឺលំអនេះហើយដែលតែងអង្រួនបេះដូងកវីបញ្ចេញជាពាក្យកាព្យនៅគ្រប់ភាសាទីឃាវុឌ្ឍត្រេះរិះទទួលស្គាល់ថាសោភ័ណភាពទាំង3ប្រភេទនេះឥតមានព្រំដែនឬចិញ្ចាំងមកកាត់បែងចែកឲ្យច្បាស់លាស់ទេដូចជាចិត្តអីចឹងដែរមនោសញ្ចេតនាតែងវិវត្តវិលពីទី1ទៅទី1ទៀតដូច្នោះ
ស្ត្រីដែលប្រកបដោយលំអដែលអារម្មណ៍ដំបងពន្យុះឲ្យញាក់ញីនោះអាចคล้ายបានក្នុងកលៈទេសៈថ្មីចម្លែកជាគុណភាពបណ្ដាលឲ្យថ្នាក់ថ្នមទៅវិញតែទោះជាយ៉ាងណាក៏ដោយទីឃាវុឌ្ឍចាត់នាងក្រមុំមិនទាន់ស្គាល់ឈ្មោះក្នុងប្រភេទទី3ស្រេចទៅហើយអ្នកដំណើរស្ត្រីទាំង3ដើរតាមតែកង់ឡានចូលទៅក្នុងបន្ទប់ថ្នាក់លេខ3លុះបានរៀបដាក់វ៉ាលីលើធ្នើស្រួបួរហើយជននោះក៏សំពះលាស្ត្រីដោយភូតភាសាថៃ2-3ម៉ាត់នៅតែ15នាទីទៀតរថភ្លើងចេញហើយតាមធម្មតាថ្នាក់លេខ3ពុំសូវមានអ្នកជិះទេតែថ្ងៃនេះពេញដោយសិស្សលីសេកកស្រទាប់យុវជនយើងដែលគោរពច្បាប់សុជីវធម៌ហើយកាន់សេចក្តីគួរសមយ៉ាងប្រពៃស៊ូទ្រាំនៅប្រជ្រៀតគ្នាក្នុងសង្កាត់ឯទៀតទាំងអស់ហើយបើសេះសល់ខ្លះក៏សុខចិត្តឈរតាមរបៀងទុកឲ្យស្ត្រីបរទេសទាំងនោះអង្គុយសង្កាត់តែមួយដោយផាសុកទីឃាវុឌ្ឍដែលឡើងមកក្រោយគេរកកន្លែងឈរឬអង្គុយពុំបានក៏ដាច់ចិត្តចូលទៅរកជើងម៉ាក្នុងសង្កាត់ស្ត្រីទាំងនោះដែរអ្នកកំឡោះចូលមកដោយស្ទាក់ស្ទើរហើយអៀនខ្មាស់ក្រៃលែងព្រោះខោអាវប្រឡាក់ភក់យ៉ាងនេះតើធ្វើម្ដេចបើជាពុំរួចហើយគង់មានអ្នកស្ដាប់ខ្លះឆ្ងល់ថាតើហេតុដូចម្ដេចនារីដែលមានពាហនៈជាអ្នកសម្បូរដោយភោគទ្រព្យមកទិញសម្បត្តិថ្នាក់លេខ3ម្ដេចក៏ពុំជ្រើសយកថ្នាក់លេខ2ឬលេខ1វិញដែលប្រកបដោយផាសុកភាពជាងត្រង់នេះយើងគួរយល់ថាសពដងសពការបន្ទប់លេខ1និងលេខ2តែមានអ្នករាជការបារាំងឬនាយទាហានបារាំងគេជិះទៅមកពុំសល់ថ្ងៃទេធម្មតាជនជាតិអាស៊ីក្នុងសម័យនោះពុំសូវចង់នៅលាយឡំនឹងពួកច្រមុះកោងប៉ុន្មានឡើយឯអ្នកដំណើរមិនស្គាល់ឈ្មោះនេះសុទ្ធតែស្រីទៀតផងតែមានសេចក្តីធុញទ្រាន់មិនចង់នៅចិត្តប្រុសអឺរ៉ុបពេកទេមួយទៀតតាមចំណាំរៀងមកថ្នាក់លេខ3ដែលមានរថមួយដាច់ពិសេសតែឯងនោះមិនសូវសម្បូរអ្នកជិះប៉ុន្មានទេព្រោះគេច្រើនតែនាំគ្នាទៅកកកុញនៅយានថ្នាក់លេខ4ជាមួយនឹងជាត្រីកញ្ជើបន្លែត្បិតក្នុងសម័យនោះឋានៈជីវិតនៅទាបខ្សោយណាស់នៅឡើយឥឡូវមកចំពប់លើថ្ងៃដែលថ្នាក់លេខ3ពេញណែនយ៉ាងនេះរថភ្លើងទាញកញ្ឆេវែងហើយត្អើកពី3ខឹសទៅលូនចេញដំណើរទៅមុខនាងកញ្ញាអើតាមបង្អួចមើលទេសភាពវាស្រែដែលដេកលក់នៅឡើយដោយដណ្ដប់ក្នុងភួយកំបាសនៃអាកាសចុះអាប់ស្រមោលស្ទូនៅមុខខ្ទមស្រែខ្លះជាអ្នកបញ្ជាន់ដែលកំពុងបង្វិលត្របាញ់លើភ្នែនកណ្ដាប់នៅគំនួចគោ 4-5 សត្វដែលមានមាត់ឃ្លុំនៅក្នុងកូនជាភ្នែកក្រូចដើម្បីកុំឲ្យអណ្ដាតវារពើគៀវចាប់ដើមស្រូវស្រីកណ្ដាលមនុស្ស2នាក់គិតតែបដូរយោបល់រប៉ាត់រប៉ាយមិនឈប់មាត់សោះឯម៉ាន់វីនៅស្ងប់ស្ងៀមស្មារតីលឿនឡង់ព្រោះប្លែកមជ្ឈដ្ឋានហើយប្លែកទម្លាប់ពេកប្រៀបដូចជាមេដែកដែលមានឥទ្ធិពលទាញមកជលត្រីវិស័យឲ្យវិលទៅរកសោភ័ណភាពនិងការតុបតែងឆាតស្រស់នៃនារីបរទេសប្រទាញក្រសែភ្នែកទីឃាវុឌ្ឍឲ្យក្រលៀសចោលទៅចំជាញឹកញាប់យ៉ាងនោះដែរមួយសន្ទុះនាយកំឡោះក៏នឹកឃើញដល់សម្ដីនយោជកឲ្យស្ម័យយានម្នាក់ដែលបានប្រាប់ខ្លួនថាបើកាលណាមានអ្នកដំណើរច្រើនលើសលប់ក្នុងថ្នាក់ណាមួយមេខ្សែរថភ្លើងអាចអនុញ្ញាតជាអត្តភាពឲ្យអ្នកជិះស្រីទៅអង្គុយនៅថ្នាក់ខ្ពស់ណាដែលមានកន្លែងនៅទំនេរនឹកឃើញសម្ដីនេះហើយអ្នកកំឡោះក៏ក្រោកដើរចេញញែកវងពួកម៉ាកសួរតាមរបៀងហើយឆ្លងទៅមើលយានខាងក្រោយដែលចែកជាថ្នាក់លេខ2និងលេខ1ក្នុងពេលនោះបន្ទប់លេខ2នៅសល់ទំនេរស្អាតឯលេខ1មានគ្រួសារបារាំងតាំងនៅជាអ្នកដំកើងរិទ្ធទីឃាវុឌ្ឍបាននាំដំណើរការនេះមកស្នើជាមួយមេខ្សែរថភ្លើងដែលកំពុងក្រេបកាហ្វេខ្មៅក្លែមចាខ្វៃនៅក្នុងរថលោកបាយភ្នាក់ងារលុះបានស្រស់ស្រូបរួចហើយក៏នាំអ្នកកំឡោះមកជួបស្ត្រីបរទេសអត់ទោះខ្ញុំចោះគុណទីឃាវុឌ្ឍនិយាយជាភាសាសៀមទៅកាន់នារីបើខ្ញុំនិយាយពុំច្បាស់ហើយពុំចំអក្សរកញ្ញានាងបែរភ័ក្រមករកដោយភ្នែកមូក្រឡង់សម្ដែងការងឿងឆ្ងល់ហើយតបដោយសម្ដីទន់ផ្អែមល្ហែមត្រជាក់ទៅរកជាភាសាដដែលថាខុនមានការអ្វីដែរដៃចង្អុលទៅភ្នាក់ងាររថភ្លើងទីឃាវុឌ្ឍតបថាលោកនាយខ្សែរថភ្លើងនេះបានអនុញ្ញាតនាងហើយនឹងអ្នកស្រីទាំងពីរអញ្ជើញទៅអង្គុយថ្នាក់លេខ2វិញព្រោះកន្លែងនោះស្ងាត់ស្រួលជាង
នៅទីនេះមានពួកអ្នករៀនច្រើនណាស់អរគុណលោកពេកនាងតបដោយញញឹមបង្ហើបឲ្យឃើញធ្មេញតម្រៀបសថ្លាតែខ្ញុំនៅទីនេះស្រួលហើយតើមិត្តភក្តិគុណអាចចូលមកអង្គុយក្នុងសង្កាត់នេះបានដែរបើប្រជែលគ្នាបន្តិចក៏មិនអីទេកុំមានប្រសាសន៍យ៉ាងនេះគ្នាមិនហ៊ានមកទេឯខ្លួនខ្ញុំសោតតัวច្រកណាស់ហើយទៅខ្ញុំមិនបានស្មានថាខ្លួនខ្ញុំមានអំណាចអីដល់ម្លេះទេនាងតបដោយញញឹមក្រវីក្បាលដែលជាហេតុនាំឲ្យរយ៉ាបន្តោងនៅត្រជាចោរស្មីប្រងព្រាយនាងក្រោកឈរហើយបែរមុខទៅរកស្រីជូនដំណើរទាំងពីរនាក់មកបងទៅខុននេះមកបណ្ដេញយើងហើយថាហើយនាងសោចបន្តិចបង្ហាញឲ្យឃើញថានាងនិយាយលេងផងហើយអរគុណអ្នកកំឡោះដែលជួយយកអាសាផងទីឃាវុឌ្ឍជួយយូវ៉ាលីអ្នកដំណើរបរទេសហើយនាំផ្លូវទៅកាន់បន្ទប់លេខ2ដែលនៅទំនេរភីលៀងទាំងពីរអង្គុយទន្ទឹមគ្នានៅលើជើងម៉ាពីពុកស្បែកម្ខាងហើយតរណីនាងអង្គុយត្រង់ជ្រុងម្ខាងក្បែរបង្អួចលុះបានរៀបចំវ៉ាលីនៅលើផ្ទាំងសំណាញ់សម្រាប់ដាក់អីវ៉ាន់រួចស្រេចបាច់ហើយទីឃាវុឌ្ឍក៏និយាយលាដកខ្លួនបំណងវិលទៅកន្លែងដើមខ្លួនវិញប៉ុន្តែកញ្ញាសៀមខាត់ដោយចិត្តស្មោះថាសូមអរគុណគុណច្រើនដែលជួយឈឺឆ្អាលយើងខ្ញុំយ៉ាងនេះប៉ុន្តែបើគុណពុំមានការអ្វីពិសេសទេឬពុំធុញទ្រាន់នឹងយើងខ្ញុំទេគុណនៅទីនេះហើយត្បិតយើងខ្ញុំជាអ្នកដំណើរភាសាខ្មែរក៏ពុំចេះសូមគុណជួយណែនាំឲ្យស្គាល់ស្រុកទេផងបានឬទេធុញទ្រាន់នឹងនាងមានប្រសាសន៍អ្វីយ៉ាងនោះត្រូវតែខ្ញុំវិញទេដែលភ័យក្រែងនាងធុញទ្រាន់នឹងខ្ញុំមើលចុះខ្ញុំនិយាយភាសាថៃរអាក់រអួលរកាក់រកប់ខុសខ្លះត្រូវខ្លះឯសម្លៀកបំពាក់ខ្ញុំសោតក៏ពុំគប្បីផងមិនមែនដូច្នោះទេគុណដែលគុណជួយយកអាសានេះខ្ញុំនឹកគុណពុំភ្លេចឡើយយេចុះគុណដួឯណាក៏ប្រឡាក់ខោអាវថ្មីអស់យ៉ាងនេះទីឃាវុឌ្ឍសេចក្ដីមួយសន្ទុះទើបដាច់ស្រេចថាគួរតែនិយាយការប៉ັດប្រាប់នាងមានរថយន្តមួយបមកជះទឹកភក់លើខ្ញុំក្នុងពេលនោះខ្ញុំនឹកក្តៅឈួរដែរតែឥឡូវនេះបាត់ខឹងអស់ហើយអោប្រហែលជាឡានដែលខ្ញុំបានជិះមកឡើងរថភ្លើងហើយមើលទៅសូមអភ័យទោសផងចុះសូហ្វៀនោះប្រហើនអស់យ៉ាងហើយចង់តែពីលឿនមិនសូវគិតនាយអាយសោះគិតទៅផ្ទះដែលខ្ញុំបានមកសំណាក់នោះកាន់រឹកខ្ពស់អស់យ៉ាងហើយនាយក៏ដូចបាវដែរមិនអីទេនាងប្រឡាក់ប៉ុណ្ណេះថាហើយទីឃាវុឌ្ឍគិតចេញទៅក្រៅនាងកញ្ញាខាត់ទៀតយេខុនអញ្ជើញទៅណានោះណភូមិអីហ្នឹងនាយកំឡោះចោលភ្នែកទៅក្រៅឃើញរស្មីព្រឹងនៃព្រះសូរិយាជះមកលើចំការចេកនិងស្លានៃភូមិអូស្រឡៅក៏ឆ្លើយប្រាប់នាងតាមពាក្យសួរដោយនាងជជែកអង្វរពេកទីឃាវុឌ្ឍក៏ព្រមឈរចិត្តបង្អួចហើយនិយាយពន្យល់ឬអត្ថាធិប្បាយការផ្សេងតាមស្រុកទេដែលខ្សែរថភ្លើងកំពុងរត់កាត់ពីដោមាត់ដែលសាយពីរូបកាយនាងហើយសេចក្តីរាក់ទាក់និងស្មោះស្ម័គ្រដែលចេញពីសម្ដីនាងបណ្ដាលឲ្យមានការស្រវឹងឲ្យមានការភ្លេចខ្មាស់អៀនព្រោះសម្លៀកបំពាក់មិនគប្បីនោះមករុំស្រោបវិញ្ញាណចៅមាណពហើយនាំឲ្យសេចក្តីស្គាល់ចិត្តគ្នាកាន់តែលូតលាស់ឡើងនាងសួរឈ្មោះវាលស្រែឈ្មោះស្ថានីយ៍ឈ្មោះភូមិឈ្មោះភ្នំហើយទីឃាវុឌ្ឍឆ្លើយប្រាប់តាមតែធ្លាប់ដឹងឮរថភ្លើងក៏លឿនទៅមុខពេលវេលាក៏លឿនទៅមុខតែយុវជនទាំងពីរគ្មានចាប់អារម្មណ៍ចំពោះការរត់ឆ្ងាយនៃប្រកាលទេម៉ោង9ក្បួនរថភ្លើងចេញផុតពីស្ថានីយ៍ពោធិ៍សាត់ហើយជ្រែកចូលក្នុងផែនព្រៃខ្លុងដែលសន្ធឹងវែងស្រូងស្រាងរំលឹកម្ដងដល់ចំការកៅស៊ូទេសភាពលែងមានអ្វីជាល្អគួររមើលមើលទៀតហើយចៅមាណពក៏អញ្ជើញនាងទៅស្រស់ស្រូបឯបន្ទប់ភោជនីយដ្ឋានដោយពេលលៀងជូនដំណើរទាំងពីរនាក់មិនព្រមទៅជាមួយផងព្រោះថាដើរក្នុងយានកំពុងបើកចេះតែវល់មុខតរណីនិងនាយកំឡោះក៏លីលាឈ្មោះទៅតែពីរនាក់តុកមួយនៅចិត្តជ្រុងក្បែរបង្អួចឃ្លាតពីអ្នកបរិភពឯទៀតបន្តិចបានបបួលឲ្យយុវជនជ្រើសយកដោយរួមមតិគ្នានាងពិសាអីទីឃាវុឌ្ឍសួរដោយសម្លឹងមើលបញ្ជីរាយឈ្មោះមុខមហូបខុនពិសាអីខ្ញុំក៏យកនោះដែរ
ដោយសើចបន្តិចនាងបន្ថែមខ្ញុំមកស្រុកខុនស្រេចហើយខុនដឹកនាំទាំងអស់សម្ដីនេះនាំឲ្យនាយកំឡោះខ្មែរនិងក្រមុំសៀមសើចប្រាវស្មើគ្នាទីឃាវុឌ្ឍសង្កេតថាគួរឲ្យអស្ចារ្យណាស់យើងទាំងពីរនាក់មិនទាន់ស្គាល់នាមគ្នាផងក៏ទុកចិត្តគ្នាដូចមិត្តភក្តិស្គាល់ចិត្តថ្លើមគ្នាយូរយារមកហើយខ្ញុំសូមអភ័យទោសចំពោះការភ្លេចភ្លាំងដូចនេះខ្ញុំឈ្មោះទីឃាវុឌ្ឍរៀននៅថ្នាក់ទី1បែកមជ្ឈមសិក្សានាវិទ្យាល័យស៊ីសវត្តនាងបើក្របបយួររបស់នាងយកនាមមកបានមួយសន្លឹកឲ្យទៅគូសន្តានាដោយខុនឃើញស្រាប់ខ្ញុំឈ្មោះច័ន្ទមនីវិចិត្រកោជាសិស្សនៅសាកលវិទ្យាល័យจุฬាលង្កនតែនៅថ្នាក់ទាបនៅឡើយទេខ្ញុំធ្វើដំណើរទៅភ្នំពេញទៅលេងនឹងឪពុកខ្ញុំដែលមកសំណាក់អាស្រ័យនៅទីនោះខុនប្រហែលលើឈ្មោះឬស្គាល់ឪពុកខ្ញុំដែរមើលទៅគាត់ឈ្មោះទេពកោសលវិចិត្រកនទេពកោសលវិចិត្រកោដែលកាលពីមុនជាសាក់3ក្នុងកងទ័ពថៃហើយបានរត់ភៀសខ្លួនមកជ្រកនៅកម្ពុជាក្រោយដែលមានរដ្ឋប្រហារក្នុងឆ្នាំ1937នាក្រុងទេពមហានគរបាងកកអាថៃស៊ីអយសម្ដីចិនធ្វើមហូបសួរយ៉ាងនេះនាំឲ្យទីឃាវុឌ្ឍភ្ញាក់ខ្លួនព្រឺតត្រដោដកខ្លួនពីការសិញ្ចឹងសិញ្ចប់នេះកំឡោះបែរជាញញឹមទៅរកម៉ានវីទើបបញ្ជាជាខ្មែរយកបាយលីងសាច់ក្តាមលាយសាច់មាន់ហើយដាក់ពងទាផង2ចានមកទឹកក្រូចពោធិ៍សាត់ច្របាច់2កែវប៉ុណ្ណឹងបានហើយបែរទៅរកកញ្ញាទីឃាវុឌ្ឍអធិប្បាយថាខ្ញុំបង្គាប់ឲ្យធ្វើម្ហូបឲ្យបានមាំធ្ងន់បន្តិចព្រោះទម្រាំដល់ភ្នំពេញថ្ងៃត្រង់ឯណោះបើពុំដូច្នោះទេរទេះភ្លើងរលាក់ទៅត្រឹកធ្វើឲ្យយើងឃ្លានណាស់ខ្ញុំពេញចិត្តណាស់សូមអរគុណមិត្តថ្មងថ្មីបរិភពបណ្ដើនិយាយសំណេះសំណាលបណ្ដើដល់មកស្ថានីយ៍ទៅទាំងថ្ងៃក្បួនរត់ដែលមកពីបាត់ដំបងក៏ត្រូវឈប់រងចាំខ្សែយានដែលទៅភ្នំពេញដើម្បីជាគ្នាក្នុងពេលនោះទីឃាវុឌ្ឍបាននាំនាងសៀមចុះដើម្បីឲ្យបាត់រយដៃជើងភ្នែកនាងគយគុណប្រៃប្រឹក្សាមាត់នាងនិយាយថាតាំងពីធំដឹងក្តីការណាមកខ្ញុំតែងនឹកចង់ឃើញស្រុកខ្មែរពុនពេកនឹកស្រឡាញ់តែក្នុងចិត្តឥឡូវបានសម្រេចដោយប្រាថ្នាហើយដោយសារយើងមានទំនៀមទម្លាប់ដូចគ្នាមានប្រពៃណីកាន់សាសនាព្រមទាំងប្រកបដោយសម្បត្តិវប្បធម៌ដូចគ្នាថែមទៀតទើបឪពុកខ្ញុំកាលបើគាត់រត់ចោលស្រុកគាត់មកសុំស្នាក់អាស្រ័យនៅទីក្រុងភ្នំពេញខ្ញុំរីករាយណាស់ដែលឮថានាងនឹងមកនៅក្រុងភ្នំពេញទីក្រុងនេះជនរួមជាតិខ្ញុំបានសរសើរថាស្អាតណាស់ឪពុកខ្ញុំបានទិញផ្ទះមួយនៅខាងជើងវត្តភ្នំសម្ដីនារីខាងចុងក្រោយបានធ្វើឲ្យចៅមានុបចាប់អារម្មណ៍មួយភ្លាមយីគ្រួសារនាងនេះមានណាស់តើគេមានប្រាក់ទិញភូមិគ្រឹះមួយក្នុងសង្កាត់ដែលបរិបូរដោយគេហដ្ឋានល្អស្អាតស្ដុកស្ដំរីឯគ្រួសារឯងនៅឯភូមិអូតាគីនៅចុងកាត់មាត់ញោកអោសេចក្តីសង្ឃឹមដែលពុតជាត្រួយក្នុងដួងចិត្តមួយសន្ទុះណាស់ហើយកុំគិតវែងពេកវានាំតែឈួតវិលខួរក្បាលទេលុះខ្សែរថភ្លើងបានជាគ្នារួចកាលណាទីឃាវុឌ្ឍបាននាំនាងកញ្ញាមកអង្គុយនៅបន្ទប់ថ្នាក់លេខ2ដោយមុខស្ងួតមាលាដួងចិត្តដែលខ្លួនតែងយកសពរវើរវីឃើញឥឡូវបានប្រកាសរុកមកនៅចិត្តបង្កោយតែបែរជាឆ្ងាយទៅវិញព្រោះឈោងដៃមិនងាយដល់ទេចៅមានុបសិញ្ចឹងសិញ្ចប់ប្រាជ្ញាសេចក្តីរីករាយអស់រលីងតែនៅខំប្រុងស្មារតីកុំឲ្យរាយមីដើម្បីចាំឆ្លើយនឹងសំណួរនាងនារីដែលបានសង្កេតទឹកមុខស្រពន់របស់មិត្តថ្មីក៏នឹកក្រែងថាមានទុកឬភារៈអ្វីដែលមិនគួរគប្បីនឹងសាក់សួរឡើយថ្មីបើមានពីភ័ព្វក្នុងចិត្តនាងគោរពតណ្ហិភាពដោយសម្លឹងទៅខាងក្រៅឥឡូវរថភ្លើងបានកាត់ផុតព្រៃក្រាស់ហើយម៉ានវីក៏គយគុណជួរដើមថ្នោតដែលដុះផ្ដុំផ្ដុំគ្នាមិនយូរប៉ុន្មានយានក៏ចូលមកដល់ស្ថានីយ៍ពោធិ៍ចិនតុងពេលដែលត្រូវឃ្លាតកាន់តែខិតចិត្តមកដល់ហើយតើនឹងជួបគ្នាទៀតឬទេគំនិតនេះនាំមកនៅសេចក្តីអួរផ្សាដែលចោលមកលុបទៅលើទឹកមុខអ្នកស្ដាប់ដែលបានស្គាល់នៅចិត្តគំនិតនាយកំឡោះស្រេចមកហើយប្រហែលជាមិនសូវងឿងឆ្ងល់ពេកទេចំពោះកិរិយាចម្លែកយ៉ាងនេះដោយស្ងប់ស្ងួតទីឃាវុឌ្ឍនិយាយទៅកាន់គូសន្តានាខុន
នៅរវាង10គីឡូម៉ែត្រទៀតទេយើងដល់ភ្នំពេញហើយថាហើយក៏ឈោងយកវ៉ាលីពីផ្ទាំងសំណាញ់ដាក់ចុះមកលើក្តារដើម្បីឲ្យងាយលើកហុចទៅឲ្យអ្នកជញ្ជូនឯភីលៀងចាស់2នាក់ដែលពុំបាននិយាយស្ដីអីមួយម៉ាត់ជាមួយទីឃាវុធក៏ក្រោកឈររៀបរាប់ដែរចំណែកនារីនាងបើកក្របបយួរយកកូនកញ្ចក់ឆ្លុះសម្រួលសក់ផាត់ម្សៅបន្ថើលើភក្ត្រាហើយយកបណ្ដូលក្រហមមកជូតបន្ថែមលើបបោមាត់កាយវិការដ៏សំសួននេះទីឃាវុធគយគុណមិនដាក់ភ្នែកទេដើម្បីចារឹកទុកក្នុងហឫទ័យកុំឲ្យភ្លេចបានក្បាលរថភ្លើងទាញកញ្ចែវែង2បេដងហើយក៏ចូលទៅឈប់ឯបចម្រុកស៊ីម៉ងត៍ក្នុងពពួកមនុស្សអ៊ូអដែលមករកចាំអ្នកដំណើរមានបរិសម្នាក់អាយុប្រហែល40ប្លាយឆ្នាំសម្លៀកបំពាក់បែបអឺរ៉ុបហើយទឹកមុខរីកថ្លាសមជាអ្នកមានចិត្តធម៌មានសេចក្តីប្រណីភ្នែកគាត់រំពៃមើលពីទូរថភ្លើងមួយទៅរថភ្លើងមួយទៀតនាងច័ន្ទមณีអើតាមបង្អួចឃើញក៏ស្រែកហៅភ្លាមខុនផចាទឹកមុខគាត់ញញឹមព្រាយទទួលសេចក្តីគោរពពីបុត្រីដែលលើកដៃប្រណម្យយ៉ាងទន់ភ្លន់ក្នុងពេលជាមួយនេះទីឃាវុធក៏បានហៅអ្នកជញ្ជូនអីវ៉ាន់ម្នាក់មកទទួលយកវ៉ាលីនាងរួចហើយក៏ទៅយកអីវ៉ាន់របស់ខ្លួនឯងចុះទៅដែរនាយកំឡោះរៀបនឹងចូលទៅលានាងស្រាប់បានវីនាងហៅហើយប្រាប់ឪពុកថាខុនផនេះនាយទីឃាវុធដែលបានយកចិត្តទុកដាក់ខ្ញុំក្នុងដំណើរនេះកុំអីខ្ញុំប្រទះការលំបាកបន្តិចទេអតីតសក្បីសៀមញញឹមហើយស្ទុះមកចាប់ដៃនាយកំឡោះយ៉ាងរាក់ទាក់អរគុណលោកក្មួយក្មួយពេកគាត់និយាយខ្មែរបៃឡាំបន្តិចអ្នកទាំង3ដើរចេញទៅក្រៅដោយមានសៃជ័យនិងអ្នកជញ្ជូនអីវ៉ាន់ដើរតាមមកដែរឃើញឪពុកនាងខំរកពាក្យនិយាយភាសាខ្មែរដោយលំបាកនាងច័ន្ទមณีជម្រាបគាត់ថាឲ្យនិយាយថៃទៅវិញព្រោះទីឃាវុធចេះភាសានេះស្ទាត់ណាស់ឮនាងអួតយ៉ាងនេះទីឃាវុធមានទឹកមុខឡើងក្រហមហើយតបជាភាសាសៀមខុនមិនគួរបំភ្លើសយ៉ាងនេះសោះខ្ញុំរៀននៅស្រុកខ្មែរធ្វើម្ដេចនឹងនិយាយត្រូវអក្សរល្អភូតបានប៉ុណ្្នឹងហើយដល់ណាទៀតទៅលោកទេពក៏សើតបលុះបានមកដល់រថយន្តអតីតនីតិហ៊ានក៏បបួលដោយស្មោះស្ម័គ្រលោកក្មួយមកជាមួយនឹងខ្ញុំនឹងជូនដល់ទីកន្លែងសូមកំព្រួយថ្វីខ្ញុំមានពួកម៉ាក់ច្រើនណាស់ទៅចោលគេពុំកើតទេខុនកុំភ្លេចទៅលេងនឹងខ្ញុំណាជូនខ្ញុំដើរលេងផងខ្ញុំជាអ្នកចំណូលថ្មីមិនស្គាល់ស្រុកទេសោះឡើយពេលនោះឪពុកនាងបន្ថែមផ្ទួនលើសម្ដីធីតាអញ្ជើញកុំខានផ្ទះខ្ញុំលេខ92មហាវិថីមីអញ្ជើញកុំខានខ្ញុំគ្មានស្គាល់នរណាទេនៅភ្នំពេញទីឃាវុធទទួលថាបានដោយស្បើយហើយក៏សំពះលាមិត្តទំនើបដើរចេញទៅឪពុកនិងកូនក៏លូកដៃមកចាប់ដៃនាយកំឡោះតាមទម្លាប់អឺរ៉ុបទីឃាវុធបានកាន់បាត់ដៃនាងមានសាច់ទន់ម៉ត់មានម្រាមស្រួចស្រឡូនហើយក្រចកលាបថ្នាំក្រហមពណ៌ទទឹមសិស្សកំឡោះដើរបន្តិចមកហើយងាកទៅឃើញរកឡានព្រីម៉ាកាត្ររណូមួយបោចេញហើយបត់ឆ្ពោះទៅទិសខាងជើង